គ្រប់ជំរាបសួរត្រង់អាដាមលោកជំទាវលោកស្រីនិងកញ្ញាខ្ញុំសូមធ្វើការណែនាំនៅប្រវត្តិនៃទុកនាគខ្លីមួយគ្រឿងដែលបច្ចុប្បន្នស្ថិតនៅក្នុងវត្តទូត្រាស់ភូមិថ្មីឃុំពីមញ្ជ័យស្រុកពីមរោខេត្តព្រៃវែងប្រវត្តិនៃការកកើតឡើងនៃទុកនាគមួយគ្រឿងនេះគឺជាអំណោយដែលទទួលបានការឧបត្ថម្ភពីសម្ដេចកាឡាហោមសខេងដែលក៏បានធ្វើការឧបត្ថម្ភមកកាន់វត្តទូត្រាស់ហើយបើគិតពីពេលដែលឧបត្ថម្ភមកដល់ឥឡូវគឺទុកនេះមានវ័យចូល20ឆ្នាំជាងហើយបើស្ថានភាពនៃទុកគឺមានភាពទ្រុឌទ្រោមខ្លាំងមែនទែនដែលពីមុនដែលយើងទទួលបានថ្មីគឺយើងដាក់ចំណុះបានដល់តែ22នាក់តែបច្ចុប្បន្នយើងដាក់បានតែ12នាក់តែប៉ុណ្ណោះដោយសារតែស្ថានភាពទុករបស់យើងវាមិនមែនជាប្រភេទទុកលងគឺជាប្រភេទទុកលើកក្តារតែប៉ុណ្ណោះហើយអ្នកដែលគាត់ឆ្លាញ់ទុកនេះគឺគាត់តែងតែជួសជុលខាត់នេះខាត់នោះដើម្បីធ្វើយ៉ាងណាឲ្យបានចូលរួមលេងប៉ុណ្ណឹងនៅតាមបណ្ដាវត្តរមានកម្មវិធីបុណ្យទានម្ដងអ្វីដែលពិសេសនោះខ្ញុំសូមសរសើរទៅនឹងទឹកចិត្តពួកគាត់ក្នុងការយកទុកក្លែងគ្រឿងក្នុងការចូលរួមបណ្ដាំងពុទ្ធសាសនាតែទី1ទុកវ័យចំណាស់បើទៅចូលរួមបណ្ដាំងជាមួយគេក៏តែងតែអសោចំអកមើងងាយនិយាយចេះនិយាយចុះប្រអាប់នេះប្រអាប់នោះទៅនឹងស្ថានភាពនៃទុកដោយសារតែទុករបស់យើងគឺស្ថិតក្នុងវ័យចំណាស់ខ្លាំងមែនទែន